Ok,សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះគឺយើងមកធ្វើជាមួយនឹង DNS server នៅលើ line របស់យើងណាចឹងគឺខ្ញុំធ្វើការចូលទៅកាន់ម៉ាស៊ីនរបស់យើងទៅអូខេចឹងដើម្បីធ្វើការជាមួយនឹង DNS បានគឺយើងត្រូវមានចំនួន2គឺទី1គឺយើងធ្វើការ install ម៉ាស៊ីនមកយ៉ាំ install ទី1គឺបាញ់ទី2គឺបាញ់ util របស់យើងនឹងមកណាបាញ់ util ចឹងយើងត្រូវមាន2ហ្នឹង អញ្ចឹងដោយសារតែវាធ្វើការ install រៀងយូរដែរអញ្ចឹងខ្ញុំសូមធ្វើការ push វីដេអូសិនទៅអូខេអញ្ចឹងគឺយើងធ្វើការ install complete ហើយអញ្ចឹងខ្ញុំធ្វើការឆែកទៅលើនេះសិនមានអីគេខ្លះអឺអានេះដោយសារតែខ្ញុំធ្វើការជាប់មុននឹងអញ្ចឹងណាខ្ញុំធ្វើតេស្តមុននឹងជាប់អញ្ចឹងឥឡូវខ្ញុំធ្វើការRM ខ្ញុំ RM ដកដក F អញ្ចឹងទៅតមកគឺនៅក្នុង var នៅក្នុង name អញ្ចឹងគឺ SW របស់យើងណាខ្ញុំ remove ចោលវិញអូខេអញ្ចឹងអឺជាតប៉ុណ្្នឹងឯងអញ្ចឹងទី1គឺយើងធ្វើការចូលទៅកាន់ file config របស់យើងសិនអឺ vam នៅក្នុង etc name d.config អញ្ចឹងខ្ញុំសរសេរខុសconfig ណាអូខេអញ្ចឹងយើងមាននៅក្នុងនេះអញ្ចឹងទី1គឺខ្ញុំត្រូវការ listen on port 53នេះគឺខ្ញុំអត់ត្រូវការទេខ្ញុំចប់ហ្នឹងទៀតខ្ញុំតែចុច insert បិទវាចោលបន្ទាប់មកគឺ allow query នេះមានន័យថាយើងឲ្យគេ allow គេចូលបានអញ្ចឹងខ្ញុំដាក់ any អញ្ចឹងទៅចឹងណាគេ request ទៅតោះអឺដូចជាអាហ្នឹង catch only DNS ដូចជាតែប៉ុណ្្នឹងឯងយើងអត់មានអីលើសហ្នឹងហ៎ហ្នឹងប៉ុណ្្នឹងឯងតោះខ្ញុំចេញតមកគឺខ្ញុំធ្វើការទី1 enable service ណាអឺ system control enable អីគេ enable name របស់យើងតោះទី2គឺ system control start name របស់យើងហើយយកគេ start ខុសអូខេតមកគឺយើងចូលទៅកាន់ CMD របស់យើងទៅសាកជីមើលទៅសាក NS log up មើលទៅចង់ដឹងវា DNS របស់យើងចប់អត់អញ្ចឹងគឺខ្ញុំ NS log up www ដល់ទៅកាន់ google.com ចា៎អញ្ចឹងគឺវាធ្វើការមិនមែន DNS ដែលខ្ញុំធ្វើការបានបង្កើតលើនឹងទេអញ្ចឹងដើម្បីធ្វើការបានគឺយើងចូលទៅកាន់ adapter របស់យើងធ្វើការដូរ DNS ណាចូលទៅកាន់ property IPv4 តមក DNS គឺ DNS នេះគឺយើងប្រើ IP នៅក្នុង line node របស់យើងគឺខ្ញុំប្រើ 192.168.75.132ចា៎ណាអូខេ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 តោះអញ្ចឹងអខ្ញុំចូលទៅកាន់ comment prompt វិញខ្ញុំធ្វើការ log up ដូចគ្នាឃើញដើរដើរនេះអញ្ចឹង DNS របស់យើងគឺដើរហើយអាហ្នឹងមានន័យថា catch only DNS មួយទៀតគឺយើងធ្វើទៅលើ forward zone ណាអញ្ចឹង forward zone យើងមាន forward zone យើងមាន reverse zone ណា forward zone គឺពី IP ទៅ domain reverse zone ពីforward zone ពី domain ទៅ IP reverse zone ពី IP មក domain វិញណាអូខេតោះអញ្ចឹងគឺយើងធ្វើ reverse មុនអញ្ចឹងយើងចូលទៅកាន់ VM etc របស់យើង name .config ណាអញ្ចឹងខ្ញុំធ្វើការបង្កើត zone មួយទៅ zone ខ្ញុំដាក់ឈ្មោះថា ching.com ចុះណាតមកគឺ in ហ្នឹងនៅក្នុងទី1គឺយើងប្រើទៅលើ tab របស់វាគឺយើងប្រើជា page master តមកគឺ file patch file របស់យើងយកមកណាអញ្ចឹងនៅក្នុងខ្ញុំយក var អឺ var name អញ្ចឹងនៅក្នុងហ្នឹងខ្ញុំដាក់តែទៅ
តែធ្វើខ្លះធ្វើអត់ដែរចឹង.com.bb ចឹងចោះអាហ្នឹងយើងដាក់ណាសាច់ចិត្តយើងសាច់ចាំបាច់ចឹង follow ឈ្មោះចឹងតាមប្រហែលហើយចឹងចង់ដាក់នីរតចង់ដាក់អីក៏បានដែរណាចឹងទី3គឺ allow update ណា allow update របស់យើងគឺយើងអត់ត្រូវការវាទេចឹងយើងយកណាទាំងចោះណាអូខេដូចជាមានតែប៉ុណ្្នឹងឯងតោះអញ្ចឹងមានតែប៉ុណ្្នឹងឯងយើងធ្វើការ restart វាមើលយ៉ាអអឺខ្ញុំភ្លេចបង្កើត file អញ្ចឹងយើងចូលទៅកាន់នេះគេខ្ញុំធ្វើការបង្កើត file មួយហើយបងទៅ touch អឺនៅក្នុង var ក្នុង name អញ្ចឹងខ្ញុំបង្កើត file មួយឈ្មោះថា swd.chin.cam.bb ណាមកយើងធ្វើការចូលទៅ config នៅក្នុងហ្នឹង vim var name តមកគឺ swd នៅក្នុងហ្នឹងអូខេអញ្ចឹងដោយសារតែ file config របស់យើងហ្នឹងគឺខ្ញុំធ្វើការបាន save ទុកអញ្ចឹងណាអញ្ចឹងគឺខ្ញុំអត់ធ្វើការសរសេរសារថ្មីទេអញ្ចឹងខ្ញុំ copy paste ហ្មងទៅអញ្ចឹងលេខនេះគឺលេខ serial របស់យើងអានេះគឺ refresh 3ម៉ោង refresh retry មានន័យថាវាធ្វើការ connect ពេលវាដាក់អញ្ចឹងទៅ5 10នាទីវា retry connect ទៅវិញម្ដងអញ្ចឹងអានេះគឺមួយថ្ងៃវាចាក់ចេញមួយទៀតគឺអានេះគឺ name server record របស់យើងអានេះគឺ mail exchange បើសិនជាយើងអត់មានអា mail exchange ហ្នឹងទេគឺ mail server របស់យើងគឺវាអត់ដំណើរការទេណាអញ្ចឹងអឺពេលដែលយើងធ្វើការ log up ទៅលើ NF1 នេះគឺ IP យើងដាក់ 192.168.0.1 ចឹងទៅ mail server របស់យើងចុច2 web server របស់យើងចុច3ចឹងទៅណាអញ្ចឹងឥឡូវអូខេខ្ញុំ copy អាហ្នឹងមកចូលទៅដាក់នៅក្នុងនេះរបស់យើងអូខេអញ្ចឹងគឺប៉ុណ្ណឹងដល់មកខ្ញុំធ្វើការ restart ទៅអូខេអញ្ចឹងវាលេង error អូខេអញ្ចឹងឥឡូវយើងសាកធ្វើការ ns lookup ទៅលើ domain របស់យើងមកចង់ដឹងវាដើរ www.chin.com ដើរធម្មតា layer របស់យើងគឺគេ www.chin.com name គេ web server អញ្ចឹងទៅណាមួយទៀតសាកដាក់ mail មកដើរ mail. mail.chin.com ដើរធម្មតាគេតោះមួយទៀតមកគឺ nf1.chin.com ដើរធម្មតាណាតោះអញ្ចឹងអូខេអាហ្នឹងគឺ reverse zoom តមកអាហ្នឹងគឺ forward zoom តមកគឺយើងធ្វើការទៅលើ reverse zoom មួយទៀតចុះឥឡូវឧទាហរណ៍ថាខ្ញុំ ns look up ទៅលើអីគេខ្ញុំ look up ទៅលើ192.168.0.1ស្គាល់ដើរធម្មតា mail server ឈប់អានេះខ្ញុំតបានធ្វើចាំតិចអ្នកនរគ្នាបាទមាន2ឯងអត់មានទេអឺអូខេក៏ប៉ិត mail server ចុច2ទេអានេះមែនទេណាអូខេតោះចាឥឡូវយើងដើម្បីធ្វើការ reverse zoom បានទី1គឺយើងចូលទៅកាន់ file etc របស់យើងហើយចូលទៅកាន់ name ដល់ក្នុងចុចរបស់យើងទៅណាអញ្ចឹងខ្ញុំបង្កើត zoom មួយទៀតខ្ញុំបង្កើត reverse zoom ដោយសារតែខ្ញុំវាអត់ចាំដែរអញ្ចឹងយើងធ្វើការមើលតាមនេះទៅវាស្តៀងគ្នាដែរទេវាអត់សូវខុសគ្នាមែនទេណាតោះអញ្ចឹងcopy paste ចុះអូខេអញ្ចឹងគឺអានេះ patch file របស់យើងដូចគ្នាទេ
ហើយប្រភេទ type master ដូចគ្នាឡើ adult គឺ none ដូចគ្នាណាយ៉ាអូខេអញ្ចឹងមួយទៀតគឺខ្ញុំធ្វើការបង្កើតទៅលើ file មួយចុះអញ្ចឹង file គឺអូខេតមកគឺខ្ញុំ vim slash ទៅលើ var slash ទៅលើ name slash ទៅលើ db អញ្ចឹងទៅណាconfig គឺខ្ញុំធ្វើការ config ហើយដែរអីភាសាថាពេលខ្លះគឺវាអត់ដើរអញ្ចឹងទៅវាពិបាកអញ្ចឹងខ្ញុំធ្វើការ say note ទុកអញ្ចឹងទៅណាខ្លាចដល់ពេលវាអត់ដើរអញ្ចឹងទៅយើងវាខេតោះអញ្ចឹងគឺខ្ញុំ pointer គឺយើងប្រើជាមួយ pointer ហ្នឹងឯងបើធ្វើការ reverse តោះប៉ុណ្ណឹងអូខេអញ្ចឹងខ្ញុំ restart មួយ system control restart គេ name របស់យើងធ្វើមកអូខេតោះអញ្ចឹងយើងធ្វើការអើយខ្ញុំធ្វើការ IP config មើលមក s lookup 192.168.0.1មានអារម្មណ៍ខុស web server ចុច2 web server ចុច1អូខេតោះអញ្ចឹងគឺវារើសហើយ192.168.0.2ហ្នឹងគឺអីគេគឺជា web server របស់យើងចុច3របស់យើងអីគេ web server ដែរចុះចុច1គឺ mail server ចុច4មកចុច4គឺអត់មានទេអូខេតោះចាហ្នឹងគឺ reverse zone របស់យើងគឺធ្វើការ ពី IP ទៅ domain ចុះអូខេតាក់ទងនឹង DNS server គឺខ្ញុំមានតែប៉ុណ្្នឹងឯង